សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានវិធានបទមួយថ្មីប្លែកតាក់ទងជាមួយហ្គីតាអាមហ្គីតាអាមគឺជាប្រភេទគេហៅថា speaker សម្រាប់ហ្គីតាក៏ដូចជា ampli ឬក៏គេថា console សម្រាប់ហ្គីតាអញ្ចឹងហ្គីតាអ្នកណាក៏ដោយគឺគាត់លេងបងប្អូនតែងតែឃើញពីច្រើននៅខាងក្រោយខ្នងអ្នកលេងហ្គីតាតែងតែមានspeaker មួយហើយឃើញមាន EQ មានអីសេរី console នៅក្នុងនោះអាហ្នឹងគឺជាហ្គីតាអាមហើយហ្គីតាអាមបច្ចុប្បន្ននេះគឺឃើញថាវាមាន3ប្រភេទដែលយើងតែងតែជួបជាប្រចាំហ្មងទី1គឺប្រភេទពួកធំណាដែលមាន cabinet គឺ speaker របស់វាតោះមកវាមាន head មួយពីលើមួយទៀតជាវាដាច់ខ្លួនពីគ្នាប្រភេទហ្នឹងគេហៅថាប្រភេទ arm half stack មានន័យថាប្រភេទពួក loudness ប្រភេទពួក super loud មានសំឡេងខ្លាំងហើយប្រភេទពួកប្រាឈប់ឡំអីចឹងទៅហើយក៏មានច្រើន model ច្រើនម៉ាក់មែនតើហើយបន្តមកទៀតគេក៏បង្កើតមកប្រភេទ guitar arm មួយទៀតវារៀងទៀបល្មមហើយគឺយើងឃើញមានអាខ្លះ speaker 2 speaker 3ឬក៏ speaker 1តែធំប្រភេទហ្នឹងគេហៅថា combo amp បន្ទាប់ពី combo amp នោះហើយវាមានប្រភេទមួយទៀតគឺប្រភេទទូដែលយើងឃើញទូទៅដែលគេតែងតែនិយមប្រើប្រាស់លេងទូទៅដូចជាហាត់អីហ្នឹងអាហ្នឹង mini combo ចឹងតើតើជាមួយហ្គីតាអាមគឺវាមាន brand ច្រើនមែនតើដែលល្បីលើពិភពលោកវាមានច្រើនមែនតើហ្មងមាន Mesa Boogie Fender Haggis Scanner Angor Mesa Boogie ហើយជាមួយនឹង Randall Diesel ច្រើនមែនតើម្ដងហើយក្នុងចំណោមទាំងអស់ហ្នឹងមាន brand មួយដែលគេពេញនិយមតាំងពីសម័យណាមកហើយអ្នកលេងហ្គីតាគឺសុទ្ធតែស្គាល់គ្រប់គ្នាហើយបងប្អូនតែងតែជួបច្រើនមែនតើគឺ Marshall អូខេតើតើជាមួយ Marshall នេះផងដែរគឺគេផ្ដោតទៅលើ focus ខ្លាំងមែនតើទៅលើហ្គីតាអាមតែម្ដងតែមានអាយុកាលយូរឆ្នាំមែនតើម្ដងហើយការផលិតគឺសម្រាប់ល្អឥតខ្ចោះសម្រាប់ហ្គីតាតែម្ដងអញ្ចឹងបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទាំងគ្នាឲ្យឃើញជាមួយនឹង Marshall ដែលមាន Home Music Center គឺប្រភេទ mini combo អញ្ចឹងបងកាមេរ៉ាសូមបង្ហាញទេអញ្ចឹងបងប្អូនទាំងគ្នាដែលមានតម្រូវការតាក់ទងជាមួយហ្គីតាអាមយកទៅលេងជាជីបក៏បានឬក៏ហាត់តាមຂະຫນាត់ទូចធំដែលតាមយើងចង់បានអញ្ចឹងបងប្អូនអាចមករកមើលនៅ Home Music Center មកតាក់ទងជាមួយ Marshall នេះផងដែរគឺជា top arm មួយដែលល្បីហើយចាប់ទុកថាវាជាអាយុចំណាស់ហើយល្បីហើយមានចំនួនមនុស្សប្រើប្រាស់ច្រើនជាងគេហើយយើងមាន3សេរីសម្រាប់បងប្អូនទាំងអស់គ្នា3សេរីក្នុងហ្នឹងគឺមាន The Resound មាន Dry High Gain មានក្នុងហ្នឹងទាំងអស់មួយសេរីនេះវិញ model ប្រភេទ MG15 មាន FX នេះវិញគឺវាមានតាំងពី reverb delay modulation ផ្សេង flanger chorus ហើយ reverb វាមាន2 mode សម្រាប់បងប្អូនទាំងអស់គ្នា control អ្វីដែល low បំផុតហ្នឹងគឺប្រភេទនេះគឺយើងមានយើងអាចដាក់ full switch full controller full វាមានន័យថាយើងសម្រាប់ជន់ do sound យើងមិនចាំបាច់ដាក់ទៅចុចទេអញ្ចឹងល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវការតាក់ទងជាមួយ guitar arm អញ្ចឹងបងប្អូនទាំងអស់គ្នាតោះខ្ញុំចង់សាក់លបងឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ហើយនឹងមើលពី option របស់វានីមួយៗតោះទីទៅមើលទាំងអស់គ្នាclean sound របស់វាព្រោះមែនតើវាមាន reverb អញ្ចឹងយើងចង់ផ្លាស់ប្ដូរគេ chorus ឬក៏អីគេឥឡូវនេះយើងកំពុងដាក់ chorus ឥឡូវខ្ញុំដូរ chorus ខ្ញុំដាក់flanger វិញឧទាហរណ៍ flanger ទៀត wow អញ្ចឹងវាព្រោះមែនតើអញ្ចឹងបងប្អូនវាមាន tape ដែរនេះមួយទៀតនៅពេលដែលយើងប្រើ delay យើងចង់ឲ្យបទរបស់យើងឲ្យត្រូវជាមួយនឹង preset នៃបទចម្រៀងនីមួយៗយើងអាច tape ជាមួយវាបានយើងចុចទៅ tape ហើយបើសិនបងប្អូនស្រឡាញ់ sound ដែលបងប្អូនសេរីហើយបងប្អូនអាច store នៅនេះបានអញ្ចឹងយើងគ្រាន់តែ store វាទៅហើយបាត់ហើយជាមួយ Marshall គឺជា arm មួយដែលមានទំនុកចិត្តបំផុតសម្រាប់បងប្អូនអ្នកនរគ្នាដែលរៀនលេងហ្គីតាអត់ស្គាល់ពី guitar arm ឬក៏កំពុងតែស្វែងយល់ពី guitar arm អញ្ចឹងបងប្អូនអ្នកនរគ្នាអាច start ដំបូងរៀនប្រើឬក៏ទិញវាយកទៅប្រើប្រាស់វាជាជម្រើសមួយដ៏ល្អសម្រាប់បងប្អូនអ្នកនរគ្នាពីព្រោះអីគុណភាពនិងគេឈ្មោះរបស់គេគឺយូរអង្វែងហើយអ្នកលេងហ្គីតាណាក៏ដោយអាជីពក៏ដោយអ្នកមិនទាន់ជាថាចាំទៅ start លេងដំបូងតាក់ទងជាមួយហ្គីតា electric ក៏ដោយគឺតែងតែស្គាល់ Marshall ជានិច្ចអរគុណបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតតាក់ទងជាមួយឧបករណ៍ភ្លេងផ្សេងៗទៀត